ចិនឲ្យកម្ពុជាថៃត្រូវឈប់ការបាញ់ប្រហារគ្នាជាបន្ទាន់ភារកិច្ចបន្ទាន់គឺត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាឲ្យបានចាប់ដើមសន្តិនិកឡើងវិញនិងដោះស្រាយចំនួនព្រំដែនដោយសន្តិវិធីហើយរីករាយក្នុងការបង្កើតលក្ខខណ្ឌឡើងវិញនិងផ្ដល់វេទិកាសម្រាប់ការសន្ទនានិងកិច្ចចរចារវាងភាគីទាំងពីរទាំងនេះជាខ្លឹមសារឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោកវ៉ាងវិនពីនផ្សព្វផ្សាយឲ្យដឹងក្រោយពេលលោកដេនស៊ីចនមន្ត្រីបេសកជនពិសេសទទួលបន្ទុកភារកិច្ចអាស៊ីនៃក្រសួងការបរទេសចិនបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានិងថៃដើម្បីសម្របសម្រួលឲ្យមានការឈប់បាញ់គ្នាក្នុងចំនួនព្រំដែនកម្ពុជាថៃឯកអគ្គរដ្ឋទូតចិនលើកឡើងថាភាគីចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាននិងគាំទ្រទូនីតិដ៏សំខាន់របស់ក្រុមសង្កេតការណ៍អាស៊ានក្នុងការឃ្លាំមើលបាត់ឈប់បាញ់រីករាយក្នុងការបង្កើតលក្ខខណ្ឌឡើងវិញនិងផ្ដល់វេទិកាសម្រាប់ការសន្ទនានិងកិច្ចចរចារវាងភាគីទាំងពីរចិនសង្ឃឹមថាកម្ពុជានិងថៃនឹងរួមដំណើរគ្នាបន្តទៅមុខនិងខិតខំស្ដារទំនុកចិត្តគ្នាទៅវិញទៅមកនិងកសាងសន្តិភាពឡើងវិញតាមបណ្ដោយព្រំដែន